ព្រះអង្គម្ចាស់សូមមេត្តាកូនប្រុសខ្ញុំផងបានឈើដូច្នេះយូរបណ្ដាហើយតាំងតែពីតូចមកអញបង្គាប់ឲ្យឯងចេញពីវាទៅហើយពិសេសរដូវកាលទី4បានមកដល់ហើយក្នុងការបម្រើដល់ក្រុមជំនុំដើម្បីបង្កើតសិស្សជំនាន់ក្រោយជាគំនូរជីវចលនិងរបៀបប្រើប្រាស់ថ្មីតាមប្រព័ន្ធ Digital មិនមានអ៊ីនធឺណិតក៏ប្រើប្រាស់បានស្តង់ដារកម្រិតពិភពលោកដែលនាំយកសាច់រឿងក្នុងព្រះគម្ពីរមកបង្ហាញយ៉ាងរស់រវើកប្រកបដោយគុណភាពនិងមកដល់ឆាប់ចូលឈ្មោះឥឡូវនេះដើម្បីស្វែងយល់បន្ថែមពីរបៀបធ្វើជាដៃគូជាមួយសៀវភៅពិសេសរួមគ្នាដើម្បីបង្កើតសិស្សជំនាន់ក្រោយ